សមាអ្នកលេង Minecraft ហើយដល់ server លេងគឺមាន server មួយដែលអ្នកគ្នាអត់ត្រូវគួរម្លងគឺ Master Club គឺជា server ខ្មែរមួយដែលបើកបានយូរហើយចំពោះ game mode នៅក្នុង server ហ្នឹងដែលឈរជើងបានយូរនោះគឺ game mode SMP ឬយើងតែងតែហៅថា Master SMP តែនរណាក៏ដូចយ៉ាងណាដែរនៅពេលដែលយើងលេង server ណាមួយយើងតែងតែគិតថាគេមានជាងយើងហើយយើងលេងយ៉ាងណាក៏អត់ទាន់គេដែរដោយសារយើងមកក្រោយគេតែឥឡូវនេះគឺឱកាសល្អហើយដោយសារតែ Master SMP ឥឡូវនេះត្រូវបានចូលទៅក្នុង season ថ្មីគឺមានន័យថា player ទាំងអស់គឺត្រូវបានលេងសាកដើមទាំងអស់ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចូលទៅ review នៅក្នុង Master SMP season ថ្មីនេះតើនឹងមានអ្វីថ្មីខ្លះហើយរសជាតិវាទៅជាយ៉ាងណាតោះ Let's go to the video បែបឥឡូវនេះខ្ញុំចូលមកដល់ Master SMP អញ្ចឹងជីវិតនៅក្នុង SMP គឺអត់មានអីក្រៅពី survival ហើយនិងសង់ទេតែនៅក្នុងនេះគឺមាន Climland មួយទៀតពេលដែលយើងចូលមកដល់ server តែពេលដែលខ្ញុំឃើញមុនគេនោះគឺសំណង់នៅ spawn នេះគឺពិតជាស្អាតមែនទែនតែខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ឃើញនៅកន្លែងណាមួយមកដឹងទេហើយមកដល់កន្លែងនេះខ្ញុំឃើញកន្លែង setting ហើយបើសិនដើរតែកន្លែងនេះខ្ញុំចុចទៅគឺដើរហើយយើងមើលមកដល់កន្លែងមុខនេះយើងនឹងឃើញជ្រូកកំពុងតែរំហើយស្ទើរតែគ្រប់ season ហើយយើងបាច់ចាំតែអានអក្សរពីលើហើយយើងគាត់តែឃើញអាជ្រូកហ្នឹងដឹងតាកន្លែង OTP ហើយតែខ្ញុំឃើញ grade នេះហើយនឹង shop market plus ទៀតគឺត្រូវបានដាក់មកខ្ញុំមិនដឹងការអីដែរតែការ season មុនខ្ញុំដើរឡើងឆ្វេងឆ្វាយពេញ spawn ដោយសារតែវាកន្លែងឆ្ងាយគ្នាពេកតែឥឡូវនេះសូម្បីតែ shop grade ហើយនឹង coin shop នោះក៏ដាក់មកមុខដែរគឺក្បែរហ្នឹងមកយើងអត់ត្រូវការដើរទៅណាញ៉ៃហើយមុននឹងចូលកុំភ្លេចចូលមកយករបស់ free ហ្នឹងគឺ starter kit ពេលដែលយើង click លើអា mob ហ្នឹងទៅយើងនឹងទទួលបានជាមួយនឹង kit មួយចំនួនតើមានឈើហើយនឹងអាយដែលមាន dream ពណ៌ក្រហមនេះវាលំអមក្នុងការការពារយើងពីពួក zombie និង monster ផ្សេងបើសិនបើយើងដើរឆ្ងាយពី spawn តិចគឺវាដូចជា season មុនដែរទេជា PvP arena ដែលយើងសម្រាប់ក្នុងការ PvP ហើយដោយសារតែខ្ញុំជាកឡូខ្លាំងចឹងខ្ញុំបានវាយមកគេចុកចិត្តចូលមើលគេវាយហើយចំណុចថ្មីមួយទៀតដែលមាននៅក្នុង Master SMP នោះគឺគេអាចមើលទៅក្រោមឈ្មោះនឹងបានគឺយើងមានឈ្មោះដែលបញ្ជាក់ឲ្យ team របស់យើងហើយបើសិនបើយើងចូលមកដំបូងយើងគឺអត់មាន team ទេគឺយើងមានសញ្ញាខ្វៃហ្នឹងហើយបើសិនបើយើងចាប់បង្កើត team គឺអត់មានពិបាកទេអ្នកនេះអាចបើក command team create ហើយដាក់ name មកបើយើងមាន team ហើយយើងអាច slash team វានឹងបញ្ចេញជាមួយនឹង GI មួយចំនួនដែលយើងអាចសេរីស្រង់ team របស់យើងបានហើយចំពោះ tool នៅក្នុង team ហ្នឹងអ្នកនេះអាចសេរីជាខ្លួនឯងបាន spawn របស់យើងប្រហែលជាអស់ទៅត្រឹមហ្នឹងហើយខ្ញុំដឹងថាមានអីតទៅទៀតទេអញ្ចឹងខ្ញុំគិតថាវាអស់ហើយអ្វីខ្ញុំចង់ដឹងបន្តទៀតនោះគឺកន្លែង AFK zone ខ្ញុំចង់ដឹងថា AFK zone នោះមានកន្លែងថ្មីទេឥឡូវខ្ញុំចូលមកដល់ AFK zone ហើយតែខ្ញុំមើលទៅគឺមានកន្លែងថ្មីទេកន្លែងហ្នឹងគឺមានច្បាប់តែមួយគឺអត់ឲ្យយើងយក account ច្រើនមក AFK ដូចតែ season មុនតែអ្វីដែលថ្មីនោះគឺ building ដោយសារតែ building គឺអត់ដដែលទេយើងចូលទៅក្នុងបន្ទប់មួយដែលពេញដោយសសរពណ៌ស្វាយហើយនៅកន្លែងធំហើយមានកៅអីមានអីតុងអង្គុយហ្នឹងវាខ្លាចជា season មុនហើយដើម្បីទទួលបានមួយ key ហ្នឹងយើងត្រូវការ AFK ចំនួន15នាទីតែដែរហ្នឹងហើយនេះគឺជាអ្នកដែលបាន AFK រៀងច្រើនម៉ោងជាងគេដែលមានលេខ1លេខ2លេខ3រហូតដល់លេខ10ខ្ញុំគិតថាឡើងហ្នឹងអស់ហើយដោយសារតែ AFK អត់មានអីត្រូវមើលច្រើនទេហើយអញ្ចឹងបើយើងចង់ទៅវិញយើងទៅអាទ្វារនេះមែនអញ្ចឹងអ្នកនេះអាចទៅក៏ទៅឲ្យទៅបានវិធីសាស្ត្រក្នុងការទៅ spawn វិញអ្នកនេះគ្រាន់តែ slash spawn មកហើយឥឡូវយើងមកដល់ spawn វិញហើយអ្វីយើងគួរធ្វើនោះខ្ញុំចង់ random OTP ទៅកន្លែងផ្សេងទៀតខុសពី spawn ហើយនឹងចង់ទៅសាក climb land ផងថាគេ climb land របៀបម៉េចហើយនឹងចង់ប្រាប់អ្នកគ្នាអំពីរបៀប climb land ផងចំពោះអ្នកអត់ទាន់ដឹងហើយរបៀប OTP អត់ដឹងទេចោលហើយគ្រាន់តែ click លើអាជ្រូកហ្នឹងមកហើយជ្រើសរើសតាំង overworld ហ្នឹងមកដោយសារមានតែ overworld ទេយើងចុច overworld មកយើងចាំ5វិនាទីមកវានឹងនាំយើងទៅដល់កន្លែង12ទៅ2ពេញហ្នឹងហើយឥឡូវនេះវាតម្លាក់យើងមកដល់ទីតាំងមួយឯងទីតាំងរបស់ខ្ញុំគឺនៅលើនំតកគឺជាកន្លែងដែលគេអត់ដឹងថាត្រូវធ្វើផ្ទះណាហើយភារកិច្ចរបស់យើងដែលយើង OTP ហ្នឹងគឺដើម្បីទៅរក item និងស្វែងរកកន្លែងដែលគួរសមដើម្បីដាក់ទីស្នាក់ការយើងនៅនឹងនៅពេលដែលយើងរកឃើញកន្លែងមួយដែលយើងគិតថាគួរសមក្នុងការធ្វើ base ឬដាក់គោលដៅយើងនៅនឹងហើយយើងអាច climb land បានដើម្បីការពារពីការបំផ្លាញរបស់ player ដទៃទៀតរបៀបក្នុងការ climb land នោះគឺអ្នកនេះគ្រាន់តែ slash land ហើយ climb មកនៅពេលដែលយើង climb land ហើយវានឹងបញ្ចេញជាមួយនឹងធុងមួយហើយនឹងកណ្ដឹងពីលើហ្នឹងដើម្បីបញ្ជាក់ថានេះគឺជា land របស់យើងវានឹងវាយមិត្តភក្តិអ្នកគ្នាចូលទៅក្នុង land ជាមួយអ្នកគ្នាដែរគ្រាន់តែ slash trash ឲ្យដាក់ឈ្មោះមិត្តភក្តិអ្នកគ្នាមកឲ្យមិត្តភក្តិអ្នកគ្នា slash land accept ទៅចូលបានហើយតែប៉ុណ្្នឹងហើយទាំងអស់ហ្នឹងគ្រាន់តែជាមូលដ្ឋានគ្រឹះនៃការ climb land ទេយើងចេះតែប៉ុណ្្នឹងយើងអាចលេងនឹង climb land ការពារពីពួកអ្នកបំផ្លាញបានហើយសម្រាប់ទីផ្សេងហើយនឹងការពារ land បន្ថែមទៀតអ្នកគ្នាអាចឆែកទៅក្នុងវីដេអូក្នុង TikTok របស់ខ្ញុំបានខ្ញុំលុបប្រាប់ហើយរបៀបក្នុងការលេងនិង review របស់ខ្ញុំក៏មានតែប៉ុណ្្នឹងហើយសរុបទៅនៅក្នុង Master SMP គឺមានជាមួយនឹង spawn ថ្មីលេង AFK ថ្មីហើយនឹងធ្វើឲ្យ player លេងសាកដើមហើយចំពោះលើអីផ្សេងទៀតគឺនៅដដែលហើយអ្នកអាចចូលលេងបានទៅតាម IP ដែលខ្ញុំដាក់នៅក្រោម description ហើយមុននឹងបញ្ចប់វីដេអូបើមានចម្ងល់អីផ្សេងអ្នកកុំភ្លេច comment នៅក្រោម below និង like នៅលើវីដេអូនេះម្នាក់មួយផងជួបនៅវីដេអូក្រោយបាយ